จูจอดព្រះអង្គម្ចាស់គ្រូពេទ្យអធិរាជបាននិយាយថាព្រះអង្គត្រូវការផឹកវាសូមទៅហៅសិនវានឹងព្រះអង្គម្ចាស់អ្នកនាងសិនប្រហែលជាមិនមកព្រះរាជវាំងថ្ងៃនេះទេសូមទៅហៅនាងមកតើគ្រុនក្តៅខ្លាំងប៉ុណ្ណាគ្រូពេទ្យអធិរាជបាននិយាយថាវាមិនខ្ពស់ទេពីវាមិនទៀបទេតើអ្នកចង់ផឹកវាទេផឹកជូចត់ចិញ្ចឹមខ្ញុំកុំយំទៀតសូមនៅទីនេះជាមួយខ្ញុំព្រះអង្គម្ចាស់និយាយតិចហើយផឹកថ្នាំឲ្យបានត្រឹមត្រូវកុំចាក់ចេញយប់នេះព្រះអង្គម្ចាស់មានអ្នកបម្រើដើម្បីមើលថែព្រះអង្គខ្ញុំត្រូវការព្រះអង្គឲ្យនៅជាមួយខ្ញុំយល់ព្រមខ្ញុំនៅទីនេះ我想你会一步一步走向我，我想你会了解最初是火，就像月亮和日落，交替却不会错过。我想你能制造完美的时候，我想我会不经意间的。ខ្ញុំនៅទីនេះកុំទៅអ្នកតែងតែចង់ចាក់ចេញតែងតែថយក្រោយខ្ញុំធុញទ្រាន់នឹងការដេញតាមអ្នកណាស់ប៉ុន្តែខ្ញុំមិនស្ដាយក្រោយទេអ្នកមើលទៅស្រស់ស្អាតនៅពេលអ្នកញឹមអ្នកមិនដឹងថានៅពេលអ្នកញឹមមានស្នាមកង់បន្តិចនៅជ្រុងភ្នែករបស់អ្នកទេខ្ញុំបានឃើញវាជាលើកដំបូងតើអ្នករងរបួសទេអ្នកមើលទៅស្រស់ស្អាតពិធីបុណ្យពាក់កណ្ដាលសពត្រដឹងនៅក្នុងព្រះបរមរាជវាំងគឺនិយាយអំពីច្បាប់ទាំងអស់算我影子放不开，不敢大胆说爱，到现在我不想不再徘徊。我想你会一步一步走向我，我想你会了解最初是火，像月亮和日落，交替却不会错过。我想你能制造完美的时候，我想我会不经意间的落魄，为爱要勇于执着。ឥឡូវនេះអ្នកភ្នាក់ហើយសូមទទួលទានបបរមិនបានដេកពេញមួយយប់ទេព្រះអង្គម្ចាស់សូមទទួលទានបបរភ្នែករបស់អ្នកក្រហមប៉ុន្តែអ្នកនៅតែមិនអីទេសូមទទួលទានបបរជាមុនសិនបន្ទាប់មកយើងនឹងនិយាយអំពីរឿងផ្សេងទៀតតើខ្ញុំបាននិយាយក្នុងដំណេករបស់ខ្ញុំកាលពីយប់មិញទេខ្ញុំបាននិយាយរឿងខ្លះហើយតើខ្ញុំបាននិយាយអ្វីខ្ញុំបាននិយាយថាគ្រូរបស់ខ្ញុំចង់ចាក់ចេញហើយការដេញតាមនាងគឺហត់នឿយណាស់ហើយមានអ្វីទៀតខ្ញុំក៏បាននិយាយផងដែរថាស្នាមញឹមរបស់ខ្ញុំស្អាតណាស់តើខ្ញុំបាននិយាយអ្វីទៀតតើខ្ញុំអាចនិយាយអ្វីបានក្រៅពីអ្នកថាខ្ញុំហើយចូលវាយនាងមែនហើយអរគុណសម្រាប់ការនៅជាមួយខ្ញុំពេញមួយយប់ព្រះអង្គម្ចាស់រាជទីយាទទួលបានកាដូប្រទានឲ្យចាក់ចេញពីរាជធានីក្បួនរថយន្តពិធីការស្រាប់តែជួបហេតុការណ៍ប្រែប្រួលនៅក្រៅក្រុងដូច្នេះអ្នកអមដំណើរមានការច្របូកច្របល់យ៉ាងខ្លាំងស្ថានភាពជើងរបស់រាជទីយាមិនសូវល្អទេគ្រូពេទ្យលោកនិយាយថាបារម្ភថាទៅថ្ងៃមុខការធ្វើចលនាប្រហែលជាពិបាកមិនដូចមុនទៀតទេខ្ញុំមិនចង់ធ្វើជាកូនអុកកូនចារងទេខ្ញុំចង់ធ្វើជាអ្នកដើរអុកអញ្ចឹងតើព្រះអង្គម្ចាស់ចង់បានអំណាចគ្រប់គ្រងផែនដីនេះទេចង់រឿងរ៉ាវក្នុងលោករឿងនយោបាយបែកបាក់យូរគង់តែរួមបញ្ជូលគ្នាការចងសម្ព័ន្ធភាពនិងការផ្លាស់ប្ដូរយុទ្ធសាស្ត្រវាមិនក្រៅពីពាក្យពីរម៉ាត់ឧចិត្តមនុស្សនោះទេខ្សែស្រឡាយរាជវង្សដែលមានស្ដេចអែនវ៉ងជាប្រមុខកំពុងក្តោបក្តាប់បញ្ជាកងទ័ពនិងសេះនៃក្រុងទាំង5ខាងក្រសួងហិរញ្ញវត្ថុរដ្ឋមន្ត្រីគឺជាមនុស្សរបស់ព្រះវររាជជន្នីថេហៅប្រាក់ដែលឆ្លងកាត់ដៃគាត់គឺព្រះវររាជជន្នីជាអ្នកសម្រេចចុះកងទ័ពការពារលួងវិញមេបញ្ជាការកងទ័ពការពារលួងត្រកូលថេនគឺនៅអព្យាក្រឹតអ្នកណាអង្គុយតំណែងនោះគាត់ស្គាល់អីចឹងត្រកូលថេនអាចតាក់ទាញយកមកធ្វើជាបាក់ពូបានព្រះអង្គម្ចាស់រៀនបានឆាប់រហ័សដោយសារវាមានប្រយោជន៍និយាយបន្តទៀតទៅព្រះអង្គម្ចាស់ងុយហើយថ្ងៃនេះល្មមប៉ុណ្ណឹងហើយនិយាយបន្តមកខ្ញុំកំពុងស្ដាប់ឯងនិយាយឲ្យខ្ញុំស្ដាប់ទៅធ្វើបែបនេះនឹងមិនងុយគេងទេព្រះអង្គម្ចាស់និយាយមកហេតុអីបានជាឈប់លុយរបស់ក្រសួងហិរញ្ញវត្ថុគឺជាតម្រុយមួយស្រាវជ្រាវតាមតម្រុយនេះឡើងទៅលើអាចរកឃើញទ្រព្យសម្បត្តិរបស់ព្រះវររាជជន្នីនៅក្រៅវាំងសូនដើម្បីអ្នកសំលេងពីរោះណាស់ព្រះអង្គម្ចាស់សម្រាប់បន្តិចក៏មិនអីដែរមិនគេងទេត្រូវរៀនទៀតអីកុំកំរើកព្រះអង្គម្ចាស់ទៅគេងលើក្រែទៅគេងនៅទីនេះហើយដើម្បីអ្នកណាតើខ្ញុំអាចទេ
关注我的表情，一句不想分离，那么温情一眼。你说你是雨，划过我的冷静，就会变成泪滴，忘掉过去，忘掉过去。是的，没事。 វីនឹងខ្ញុំចូលចិត្តអ្នកមិនមែនដោយសារអារម្មណ៍មួយផ្លែតមិនមែនដោយសារសប្បាយលេងទេគឺជារឿងពិតអ្វីដែលខ្ញុំនិយាយគ្រប់ម៉ាត់គឺជារឿងពិតទាំងអស់ខ្ញុំដឹងហើយចុះអ្នកវិញខ្ញុំក៏ដូចគ្នារឿងដែលខ្ញុំនិយាយកាលពីយប់មិញអ្នកចាំទាំងអស់ទេចាំអញ្ចឹងខ្ញុំសួរអ្នកដោយប្រកបប្រជាតើខ្ញុំពិតជាត្រូវទៅប្រជែងយកតម្លៃនោះមែនទេត្រូវប្រើពេលច្រើនឆ្នាំត្រូវដើរលើផ្លូវដែលប្រកបដោយគ្រោះថ្នាក់ខ្លាំងនៅចន្លោះនោះនឹងមានមនុស្សស្លាប់មានឧបសគ្គដែលខ្ញុំឆ្លងមិនផុតតើអ្នកជ្រើសរើសយ៉ាងណាព្រះអង្គម្ចាស់គិតថាអ្នកបម្រើម្នាក់នេះនឹងជ្រើសរើសយ៉ាងណាខ្ញុំមិនទាយទេខ្ញុំចង់ឲ្យអ្នកនិយាយដោយផ្ទាល់ខ្លួនឯងប្រសិនបើតិចគុណព្រះអង្គម្ចាស់ពិតជាចង់បានផែនដីនេះមែនអ្នកបម្រើម្នាក់នេះនឹងរួមដំណើរជាមួយព្រះអង្គសម្ដីរបស់អ្នកទើបតែនិយាយមិញនេះខ្ញុំចាំទុកហើយអ្នកមិនអនុញ្ញាតឲ្យស្ដាយក្រោយប្រែប្រួលសម្ដីទេមិនស្ដាយក្រោយទេ一句不想分离，那么温情一眼。你说你是雨。